របស់កម្ពុជាប្រជាធិបតេយ្យឬប្រជាជនខ្មែរជាទូទៅសម្គាល់ថារបបប្រល័យពូជសាសន៍គឺជាឈ្មោះតំណាងឲ្យរបបផ្ដាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ1975ដល់ឆ្នាំ1979ដែលដឹកនាំដោយមេខ្មែរក្រហមរបបនេះវាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញពីទ័ពសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់ តើហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ប្រជាជនខ្លួនឯងក្នុងវីដេអូនេះខ្ញុំនឹងលើកយកហេតុផលខ្លះៗដែលធ្វើឲ្យខ្មែរក្រហមសម្លាប់មនុស្សទី1ពួកខ្មែរក្រហមត្រូវការសងសឹកចំពោះវណ្ណៈដែលពួកគេបានចងគំនុំដោយសារពួកមេដឹកនាំខ្មែរក្រហមស្ទើរតែទាំងអស់មានរឿងរ៉ាវជឿចាប់រៀងៗខ្លួនក្នុងរបបមុនដែលពួកគេមានបទពិសោធន៍ហើយពេលពួកគេដណ្ដើមអំណាចបានក៏ប្រែក្រឡាស់សង្គមខ្មែរទី2មកពីប្រកាន់យកបដិវត្តកុម្មុយនីសធ្វើជាមាគ៌ាតស៊ូនោះតម្រូវឲ្យមានការកំទេចដើម្បីកសាងថ្មីទី3គោលការណ៍មហាលោតផ្លោតមហាអស្ចារ្យដើម្បីសម្រេចគោលដៅឲ្យឆាប់រហ័សទី4គំនិតស្នេហាជាតិនិយមជ្រុលងងឹតងងល់របស់ប៉ុល ពតតម្រូវឲ្យជឿជាក់តែលើអង្គការមួយនឹងត្រូវសម្លាប់ចោលទី5ការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហមតាំងពីឆ្នាំ1975ឲ្យប្រឆាំងនឹងសងសឹកចំពោះវណ្ណៈក្រៅពីកម្មករកសិករក្រីក្រដោយមេដឹកនាំជាន់ខ្ពស់របស់អង្គការទី6នយោបាយវិមជ្ឈការផ្ដល់សិទ្ធិអំណាចកាប់សម្លាប់ដល់មនុស្សដល់កម្មាភិបាលថ្នាក់ទាបដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួចឬល្ងងខ្លៅធ្វើជាមេដឹកនាំតាមមូលដ្ឋានទី7ប៉ុល ពតមានជំងឺសង្ស័យថាមានសត្រូវលាក់មុខនៅជុំវិញខ្លួនកំពុងរៀបផែនការក្បត់សម្លាប់គាត់ទើបគាត់ចាត់ការសម្លាប់សមមិត្តរបស់ខ្លួនឯងយ៉ាងរង្គោលតាមខ្សែនីមួយៗទី8គោលនយោបាយបោសសម្អាតសម្រឹកសម្រាំងខ្មាំងចាប់តាំងពីរដ្ឋមន្ត្រីនិងយោធាក្នុងរបបចាស់ប្រជាជន17មេសារហូតដល់កម្មាភិបាលក្នុងជួរបករបស់ខ្លួនដែលអង្គការចោទថាជាភ្នាក់ងារខ្មាំងស៊ីរោងផ្ទៃក្នុងមូលហេតុខ្លះៗទាំងនេះហើយទើបធ្វើឲ្យប៉ុល ពតសម្លាប់ប្រជាជនយ៉ាងរង្គើល